យោបងប្អូនកែរំចង់គ្រាន់តែកីឡាករពេជ្រសម្បត្តិបានឈ្នះកំពង់មាស Gainsburg នៅក្នុងកម្មវិធីប្រកួត 8-man tournament ភ្លាមកែរំចង់បានឆាតទៅសួរសុខទុក្ខកីឡាករពេជ្រសម្បត្តិភ្លាមចង់ដឹងថាតើកែរំចង់និយាយអ្វីខ្លះតាក់ទងជាមួយនឹងការប្រកួតរបស់កីឡាករពេជ្រសម្បត្តិក៏ដូចជានិយាយអ្វីខ្លះតាក់ទងជាមួយនឹងកីឡាករពេជ្រសម្បត្តិយើងទៅតាមដានស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍ប្រិមិត្តមកកាន់ Channel VS គុណខ្មែរបាទថ្ងៃនេះដែរ Channel យើងខ្ញុំសូមនាំប្រិមិត្តមកតាមដានស្ដាប់នៅសាច់រឿងថ្មីៗជាបន្តទៀតពាក់ព័ន្ធជាមួយនឹងវិស័យកីឡាបដាល់គុណខ្មែរបងប្អូនប្រហែលជាបានដឹងរួចមកហើយតាក់ទងជាមួយនឹងការប្រកួត 8-man tournament របស់កីឡាករពេជ្រសម្បត្តិបានចប់សពគ្រប់ហើយកាលពីចុងសប្តាហ៍កន្លងទៅហើយយើងឃើញថាការប្រកួតរបស់កីឡាករពេជ្រសម្បត្តិធ្វើបានល្អមែនទែនបងប្អូនបាទធ្វើបានល្អមែនទែនបើទោះបីជាជួបសិតតែជាកីឡាករលំដាប់សិតតែជាកីឡាករខ្លាំងទាំង3ជុំប៉ុន្តែកីឡាករពេជ្រសម្បត្តិនៅតែធ្វើបានល្អបាទជុំទី1គាត់ឈ្នះកីឡាកររុស្ស៊ីជុំទី2គាត់ឈ្នះកីឡាករចិនបាទហើយទុំទី3គាត់ឈ្នះដូចជាកីឡាករឥណ្ឌូនេស៊ីបាទបងប្អូនបាទអញ្ចឹងគាត់ធ្វើបានល្អមែនទែនបាទសម្រាប់កីឡាករពេជ្រសម្បត្តិតាំងពីវគ្គធឿនធីរ៉ាធ្វើមិនបានទេបងប្អូនបាទកំប៉ុងមាសធឿនធីរ៉ាធ្វើអត់បានទេបានដល់តែជុំទី2ទេដល់តែឱកាសរបស់ពេជ្រសម្បត្តិបងប្អូនបាទពេជ្រសម្បត្តិមិនចេះឲ្យឱកាសចេះតែទៅរំលងខ្លួនទេបងប្អូនបាទគឺថាមកហើយគឺចាប់ទុកតែម្ដងសម្រាប់កីឡាករពេជ្រសម្បត្តិងាកមកចាប់អារម្មណ៍កីឡាករកែវរំចង់អតីតកីឡាករជើងខ្លាំងមួយរូបរបស់កម្ពុជាដែលអ្នកខ្លះដល់ថ្នាក់ដាច់បាយដាច់ទឹកដោយសារតែការប្រកួតរបស់កីឡាករកែវរំចង់ចិត្តសឿងណាបាទបងប្អូនចិត្តសឿងណាបាទការប្រកួតរបស់គាត់មួយចាញ់ឈ្នះគឺល្អមើលចិត្តសឿងណាមិនដូចកីឡាករកម្ពុជាជួរមុខរបស់យើងខ្លះបច្ចុប្បន្ននេះគឺថាតែម្ដាយដេកបាទឲ្យកីឡាករបរទេសធ្វើតាមចិត្តទេបងប្អូនបាទកែរំចង់ចិត្តសឿងបាទអញ្ចឹងក្រោយតែកីឡាករពេជ្រសម្បត្តិគាត់បានឈ្នះការប្រកួតក៏ដូចជាឈ្នះកំប៉ុងមាសពី Gainsburg រួមជាមួយនឹងខ្សែក្រវ៉ាត់កីឡាករកែរំចង់បានធ្វើការបង្ហោះនៅលើបណ្ដាញសង្គម Facebook ផ្លូវការរបស់ខ្លួនថាក្រោយពីប្អូនប្រុសពេជ្រសម្បត្តិចប់បាទប្រកួតចប់ខ្ញុំបានឆាតនិយាយលេងជាមួយប្អូនប្រុសហើយក៏ប្អូនប្រុសបានប្រាប់ខ្ញុំថាខ្ញុំជា fan របស់បងផ្កាប់មុខតែម្ដងតាំងពីសម័យទូរទស្សន៍សខ្មៅនិងមិនមានទូរទស្សន៍ខ្លួនឯងសុកចិត្តរត់ទៅមើលផ្ទះគេឲ្យតែបានមើល idol កែរំចង់ប្រកួតបងអរគុណប្អូនប្រុសដែលប្អូនជា fan របស់បងចំនួនមុនហើយឥឡូវប្អូនបានតាំងចិត្តនឹងភាពអំណត់ហើយនឹងការតស៊ូរហូតដល់ប្អូនតាំងចិត្តដោយបងសូមផ្ដាំទៅប្អូនប្រុសថាបើយើងមិនខ្លាំងគ្មាននរណាមើលយើងឃើញឡើយបាទពីបងធំអ្នកប្រដាល់ចំនួនមុនបាទអញ្ចឹងនេះគឺជាការលើកឡើងរបស់កីឡាករកែរំចង់បាទផ្ដាំទៅកីឡាករពេជ្រសម្បត្តិបាទគាត់ថាគាត់អរគុណចំពោះទឹកចិត្តរបស់កីឡាករពេជ្រសម្បត្តិដែលយកគាត់ជា idol តាំងពីជំនាន់មុនណាបាទហើយគាត់ផ្ដាំថាបើយើងមិនខ្លាំងទេគ្មាននរណាមើលយើងឡើយបងប្អូនបាទអញ្ចឹងអ្នកណាដូចអ្នកណាដែរបងប្អូនបាទមិនមែនថាកែរំចង់គាត់ផ្ដាំតែកីឡាករពេជ្រសម្បត្តិទេកីឡាករផ្សេងទៀតក៏ដូចគ្នាដែរបើថាគាត់មិនខ្លាំងទេបាទមានអ្នកណាទៅចាប់ឲ្យគាត់ប្រកួតទេដោយធឿនធីរ៉ាយើងមើលការប្រកួតជាក់ស្ដែងបាទឥឡូវនេះយើងឃើញថាគាត់ចាញ់ពី3ប្រកួតជាប់គ្នានេះប៉ុន្តែខ្ញុំជឿថានៅតែមានគេចាប់អារម្មណ៍នៅតែមានគេគាំទ្រអញ្ចឹងបាទប៉ុន្តែបើសិនជាចាញ់មកប្រកួតពីប្រកួតទៀតប្រហែលជាស្ពៃហើយបាទសម្រាប់កីឡាករធឿនធីរ៉ាបាទនេះយើងនិយាយឃើញណាបងប្អូនបាទព្រោះការប្រកួតវាខ្លីពេកបាទដោយសងសឹកជាមួយនឹងស្លាតាន់រ៉ូស្លាន់បងប្អូនបាទរ៉ូស្លាន់ការប្រកួតបានតែមួយទឹកអត់បានមួយទឹកផងបាទគឺថាខ្ចីមែនតើគាត់ត្រូវក្បាច់មកត្រូវមួយដេកអញ្ចឹងធ្វើឲ្យលក្ខណៈថាផុយស្រួយពេកបាទអត់មានជាការតស៊ូអត់មានជា
កំឡាំងស៊ូអីទប់ជាមួយគេបានណាធ្វើឲ្យអ្នកគ្រប់គ្រងហាក់បីដូចជាបាក់កៅថាប្រជាប្រិយភាពរបស់គាត់ក៏ធ្លាក់តាមនឹងដែរបងប្អូនបាទអញ្ចឹងវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា